YouTube ប្រកាសផ្លាស់ប្ដូរវិធីសាស្ត្ររាប់ចំនួន view ថ្មីគិតចាប់ពីខែសីហានេះតទៅ YouTube បានប្រកាសផ្លាស់ប្ដូរវិធីសាស្ត្រនៃការរាប់ចំនួន view ជាផ្លូវការដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី24ខែសីហាឆ្នាំ2026ខាងមុខនេះដែលធ្វើឲ្យចំនួន view ត្រូវគិតភ្លាមៗចាប់ពីវិនាទីដំបូងនៃការមើលវីដេអូឬការផ្សាយផ្ទាល់ដោយមិនចាំបាច់រង់ចាំដល់រយៈពេលកំណត់អបបរមាដូចមុនទៀតឡើយដើម្បីសម្រួលដល់ការវាស់វែងទិន្នន័យឲ្យស្រដៀងទៅនឹងបណ្ដាញសង្គមដទៃទៀតទោះបីជាចំនួន view សាធារណៈនឹងបង្ហាញលឿនជាងមុនក៏ដោយការផ្លាស់ប្ដូរនេះមិនប៉ះពាល់ដល់ប្រាក់ចំណូលឬលក្ខខណ្ឌនៃកម្មវិធី YouTube Partner Program នោះទេខណៈដែល YouTube ក៏បានបន្ថែមមុខងារ Engage View នៅក្នុង Analytics សម្រាប់តាមដានទិន្នន័យអ្នកទស្សនាដែលមើលយូរជាងមុនផងដែរ